បងប្អូនស្រីៗដែលចង់ស្លៀកពាក់អាវរៀងរឹបខ្លួនឬក៏អាវសិចស៊ីខ្នងគាត់មានបញ្ហាទើសទាល់នៅតំបន់ខ្លាញ់ខ្នងហើយនឹងក្រងក្លៀកអញ្ចឹងថ្ងៃនេះខ្ញុំនាំបងប្អូនទាំងគ្នាមករៀនលំហាត់ដុតខ្លាញ់ខ្នងដែលបងប្អូនអាចហាត់នៅផ្ទះបានដោយខ្លួនឯងជាមួយនឹងផ្លែតនេះបើបងប្អូនអត់មានផ្លែតទេអាចប្រើជាមួយនឹងដាំបែលបានបងប្អូនគ្រាន់តែកាន់ដុំគីឡូយើងមកបន្ទាប់មកឈររៀងបន្ទន់ជង្គង់បន្តិចតូចពុតទៅក្រោយហើយខ្លួនយើងទាញទេមកមុខបន្តិចណាហើយដើម្បីឲ្យដងខ្លួនយើងមានលំនឹងបងប្អូនត្រូវផឹងក្បាលពោះហើយពើងធុងឲ្យអស់បន្ទាប់មកបងប្អូនទាំងគ្នាត្រូវចេះបិទបើកស្លាបព្រាលំហាត់នេះពេលដែលបងប្អូនទាញគីឡូមកគឺយើងទាញមកពីកែងដៃបន្ទាប់មកបញ្ជូនមកឲ្យសាច់ដុំខ្នងជាអ្នកទាញគីឡូមកក្រោយទាំងអស់ណាហើយបងប្អូនអនុវត្តដូចខ្ញុំហ្នឹងមួយសេតឲ្យបាន12ដងហើយយើងធ្វើ3សេតទៅយើងអាចធ្វើមួយថ្ងៃរំលងមួយថ្ងៃបានសម្រាប់លំហាត់ខ្នងណាហើយបងប្អូនដែលនៅផ្ទះត្រូវមានដុំគីឡូរៀងច្រើនបន្តិចដោយសារយើងហាត់ពីមួយពេលទៅមួយពេលគឺយើងថែមគីឡូរហូតបងប្អូនដែលហាត់នៅផ្ទះត្រូវការពេលណាយើងចាយពេលដោយសារអីយើងអត់សបោឧបករណ៍ហាត់ដូចនៅកន្លែងគេក្លឹបហាត់ប្រាណទេប៉ុន្តែយ៉ាងណាក៏ដោយហាត់ប្រសើរជាងអត់បងប្អូនទាំងគ្នាណាស៊ូ